សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងជែកគ្នាអំពី phrase on the road ខ្ញុំអាសាឃើញនៅក្នុង movie ខ្ញុំអាសាឃើញនៅក្នុងការសន្ទនានៅក្នុងសភៅណា on the road អញ្ចឹងថាតើ phrase on the road ហ្នឹងប្រែថាម៉េចខ្លះហើយប្រើនៅពេលណាអូខេអញ្ចឹង on the road កាលណាគេនិយាយថា on the road អញ្ចឹងយើងបកប្រែថាកំពុងធ្វើដំណើរបេសកកម្មផ្លូវឆ្ងាយណាមានន័យថាចេញទៅធ្វើបេសកកម្មឬក៏ធ្វើដំណើរទៅក្រៅប្រទេសក្នុងការងារក្នុងអាជីវកម្មរយៈពេលឆ្ងាយទៅពេលយូរឬក៏ច្រើនថ្ងៃអញ្ចឹងទៅណាគេថា on the road អានឹងនៃរបស់វាប៉ុន្តែក៏មានន័យត្រង់ថាកំពុងតែធ្វើដំណើរដែរអញ្ចឹងណាអញ្ចឹងឬក៏មួយទៀតមានន័យថាកំពុងធ្វើដំណើរទេសចរផ្លូវឆ្ងាយណា on the road ឧទាហរណ៍ឥឡូវនេះពេលគេតាក់ទងមកខ្ញុំកំពុងតែនៅប្រទេសក្រៅបើខ្ញុំកំពុងតែនៅអាល្លឺម៉ង់កំពុងតែដើរលេង 4-10 ថ្ងៃកន្លះខែជាមួយនឹងគ្រួសារខ្ញុំណាអញ្ចឹងខ្ញុំថាគេសួរថានៅណាថាប្រាប់ថា I am on the road ណាអញ្ចឹងមានគេដឹងថាកំពុងតែចុះបេសកកម្មឬក៏ធ្វើដំណើរដើរលេងពេលឆ្ងាយនៅឆ្ងាយអញ្ចឹងទៅណាអូខេឥឡូវទៅ I'm on the road for work 200 days a year ខ្ញុំណាធ្វើដំណើរបេសកកម្មឬក៏ធ្វើដំណើរក្នុងការងារ200ថ្ងៃក្នុងមួយឆ្នាំនេះដើររហូតហ្មងអញ្ចឹងណា He is on the road for business this week គាត់ធ្វើដំណើរគាត់នៅកំពុងតែធ្វើដំណើរឬក៏ធ្វើទៅក្រៅប្រទេសសម្រាប់មុខជំនួញរបស់គាត់ក្នុងសប្តាហ៍នេះអូខេបាទយើងមានតែប៉ុណ្ណេះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបើមានសំណួរមាន comment អីជួយ comment ប្រាប់ផងអរគុណជម្រាបលាបាយបាយ